សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកអាប់ដេតអំពីទីផ្សារភាគហ៊ុនហើយខ្ញុំចង់អាប់ដេតអំពីទីផ្សារ Rocket Lab Rocket Lab tomorrow earning call វាបងប្អូនហើយខ្ញុំគិតថា Rocket Lab នឹងឡើងថ្លៃព្រោះនឹងឡើងនឹងឡើងប៉ុន្តែhow much is go up ខ្ញុំអត់ដឹងទេបងប្អូនប៉ុន្តែ I kind of know because Rocket Lab is they have a new contract បងប្អូនដែលមានតម្លៃនៅក្នុង contract ហ្នឹងមានតម្លៃរហូតដល់ទៅ2.2 billion នៅក្នុង contract ជាមួយនឹង backlog បងប្អូន so ក្រុមហ៊ុននេះគឺល្អហើយវាមាន contract ច្រើនជាមួយនឹង Aerospace 2ហើយវាមានគេប្រាប់អាប់ដេតថានៅក្នុងនោះវាមាន sign contract 31ថ្មីដែលគេកំពុងតែធ្វើกระดาษស្នាមបងប្អូន31 electric ហើយelectron and then contract ហ្នឹងគឺមានជាមួយនឹង Nutro ដែលជា contract ថ្មីដែលនៅក្នុង quarter ហើយថ្ងៃស្អែកហ្នឹងគឺជាថ្ងៃដែល Rocket Lab earning call បងប្អូនហើយទៅតាមដានដែលប្រាក់ចំណេញចំណូលរបស់វាហ្នឹងគឺបានហក់ឡើងគួរសមហើយខ្ញុំគិតថាថ្ងៃស្អែកហ្នឹងភាគហ៊ុនហ្នឹងគឺនឹងឡើងបងប្អូនតែចាំមើលថាតើវា swing បានប៉ុណ្ណាការថ្ងៃសុក្រ Rocket Lab ឡើង$7បងប្អូនហើយខ្ញុំទិញបានច្រើន Rocket Lab ការមហឹកចំនួនខែមុនហ្នឹងវាឡើងវាដូចជា$60 60ជាងខ្ញុំទិញប្រហែលខ្ទង់60ជាងហើយឥឡូវវាឡើង80ហើយខ្ញុំចំណេញលុយដែរប៉ុន្តែខ្ញុំអត់តាន់បានលក់អីខ្ញុំថាចាំមើលវាឡើងដល់$100បាទខ្ញុំចង់លក់បើសិនជាវាឡើងដល់$100ប្រហែលជាខ្ញុំលក់ពាក់កណ្ដាលខ្ញុំទុកប្រហែលជា100 share អីទុកទេព្រោះអីយើងអត់តាន់ដឹងថាវាអាចចុះវិញទេណាបងប្អូនព្រោះអី Rocket Lab នេះវាល្អគួរសមដែរប៉ុន្តែគ្រាន់ថាខ្ញុំចង់យកលុយទុកសិនព្រោះអីមហឹកនេះភាគហ៊ុនចុះច្រើនមែនតេនហើយបើថាវាចំណេញល្មមគឺអាចយកលុយបានគឺខ្ញុំយកលុយបងប្អូនព្រោះអីយើងអត់ទៅតង់ទុកចិត្តប្រហែលដែរហើយខែ10នេះនឹងបោះឆ្នោតនៅក្នុងសភាតែអញ្ចឹងទៅវាអាចមានភាពច្បោកច្បល់បើសិនជាយើងអាចដកលុយបានក៏ល្អដែរប៉ុន្តែខ្ញុំគិតថា Rocket Lab នេះប្រហែលជាវាអាចឡើង